នៅក្នុងតំបន់ប្រាសាទសម្បូរព្រៃគុកដែលតំបន់ប្រាសាទទាំងនេះស្ថិតនៅខាងជើងខេត្តកំពង់ធំស្រុកប្រាសាទសម្បូរក្នុងឃុំសម្បូរតំបន់នេះមានប្រាសាទរាប់រយប៉ុន្តែបច្ចុប្បន្ននេះយើងឃើញនៅសល់តែប្រាសាទដែលនៅសល់សេសសល់មានចំនួនតិចតួចតែប៉ុណ្ណោះហើយមានសភាពទ្រុឌទ្រោមថែមទៀតផងម្យ៉ាងទៀតខេត្តកំពង់ធំនេះជាខេត្តមួយដែលសម្បូរទៅដោយរមណីយដ្ឋានធម្មជាតិនិងប្រាសាទថ្មបុរាណជាច្រើនផងដែរបើយើងធ្វើដំណើរចេញពីទីរួមខេត្តកំពង់ធំតាមបណ្ដោយផ្លូវជាតិលេខ6ឆ្ពោះទៅទិសខាងជើងទីរួមខេត្តប៉ុន្មានជា10គីឡូម៉ែត្រយើងនឹងបានឃើញស្លាកសញ្ញាមួយនៅខាងស្ដាំដៃដែលបង្ហាញទិសចូលទៅតំបន់ប្រាសាទសម្បូរព្រៃគុកចេញពីចំណុចផ្លូវគ្រួសក្រហមដែលត្រូវបំបែកចេញពីផ្លូវជាតិលេខ6នេះចម្ងាយប្រមាណ20គីឡូម៉ែត្រយើងនឹងបានឃើញស្លាកសញ្ញាមួយទៀតនៅខាងស្ដាំដៃដែលមានអក្សររមណីយដ្ឋានប្រាសាទសម្បូរព្រៃគុកបត់ស្ដាំហួសពីស្លាកសញ្ញានោះបន្តិចយើងនឹងបានទៅដល់ស្ពានមួយហើយឆ្លងពីស្ពាននេះទៅយើងនឹងបានទៅដល់រមណីយដ្ឋានប្រាសាទសម្បូរព្រៃគុកជាបន្ទាប់នាងខ្ញុំសូមជម្រាបសួរលោកគ្រូនាងខ្ញុំឈ្មោះសីរស្មីជាសមាជិកក្រុមទី8ដែលមានតួនាទីមកបកស្រាយនៅចំណុចប្រវត្តិនៃការកសាងប្រាសាទតោប្រាសាទតោគឺជាក្រុមប្រាសាទដែលស្ថិតនៅកណ្ដាលនិងចន្លោះក្រុមប្រាសាទសម្បូរនិងប្រាសាទជាពាន់នៃតំបន់ប្រាសាទសម្បូរព្រៃគុកហើយប្រាសាទតោនេះមានតួប៉មសរុបចំនួន43ហើយក្នុងនោះមានប្រាសាទនៅល្អទាំងស្រុងចំនួន1នៅល្អពាក់កណ្ដាលចំនួន6និងស្ថិតនៅក្រោមពាក់កណ្ដាលចំនួន36ហើយប្រាសាទនេះបានហ៊ុមព័ទ្ធដោយកំពែងធ្វើពីថ្មបាយក្រៀមដែលមានចំនួន2ជាន់ដែលកំពែងខាងក្រៅមានបណ្ដោយ328ម៉ែត្រនិងទទឹង310ម៉ែត្រដែលមានច្រកចូលនៅទិសខាងកើតនិងខាងលិចផងដែរហើយប្រាសាទតោនេះបានកសាងឡើងអំពីឥដ្ឋនិងថ្មបាយក្រៀមហើយមានគ្រឿងលម្អស្ថាបត្យកម្មធ្វើអំពីថ្មភក់ដែលមានអាយុកាលចាប់ពីសតវត្សទី7ដល់ដើមសតវត្សទី8ដែលកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី2ដែលព្រះអង្គយាងចុះពីភ្នំគូលែនមកកសាងនិងរៀបចំនៅទីនេះហើយនៅពេលចូលដល់មុខប្រាសាទយើងនឹងឃើញមានតោចំនួន2ឈរអមសងខាងកម្មចន្ទាដោយរូបតោទាំងពីរនេះមានរូបរាងខុសពីសត្វសីហៈនៃប្រាសាទនានាក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរព្រោះដោយសារតោនេះមានសក់រួញមើលទៅហាក់ដូចជាមានអំណាចនេះមានន័យថាព្រះបាទជ័យវរ្ម័នទី2ចង់បង្ហាញឫទ្ធិចេស្តារបស់ព្រះអង្គក្នុងសម័យកាលនោះដែលព្រះអង្គមានស្នាមព្រះហស្ថរំដោះប្រជារាស្ត្រនិងទឹកដីឲ្យរួចផុតពីការគ្រប់គ្រងរបស់ជ្វាប្រាសាទតោនេះផងដែរសង់ឡើងអំពីឥដ្ឋថ្មភក់មានកម្ពស់20ម៉ែត្រមានរាងចតុកោណកែងហើយនឹងកសាងឡើងដើម្បីឧទ្ទិសដល់ព្រះសិវៈផងដែរ
ខ្លងប្រាសាទតោប្រាសាទតោជាក្រុមប្រាសាទដែលស្ថិតនៅចន្លោះកណ្ដាលនៃក្រុមភាគខាងជើងនិងភាគខាងត្បូងនៅក្នុងក្រុមប្រាសាទសម្បូរព្រៃគុកក្រុមប្រាសាទតោមានប្រាសាទសរុបចំនួន43ក្នុងនោះមានប្រាសាទនៅល្អទាំងស្រុងមានចំនួន1នៅល្អពាក់កណ្ដាលមានចំនួន6និងស្ថិតនៅក្រោមពាក់កណ្ដាលមានចំនួន36ប្រាសាទនេះឧទ្ទិសទៅដល់លទ្ធិព្រហ្មញ្ញសាសនាក្រុមប្រាសាទនេះមានហ៊ុមព័ទ្ធទៅដោយកំផែង2ជាន់ដែលកំផែងទី1មានបណ្ដោយ328ម៉ែត្រនិងទទឹង310ម៉ែត្រកំផែងខាងក្រៅមានច្រកទ្វារចូលនៅទិសខាងកើតនិងទិសខាងលិចភ្ជាប់គ្នាដោយកំផែងថ្ម3គ្រៀមកំផែងទី2សង់លើផ្ទៃដីរាង4ជ្រុងទ្រវែងដែលមានបណ្ដោយ172ម៉ែត្រនិងទទឹង160ម៉ែត្រដែលមានច្រកទ្វារចូលនៅទិសខាងកើតនិងខាងលិចធ្វើអំពីឥដ្ឋតភ្ជាប់គ្នាដោយកំផែងថ្មបាយក្រៀមច្រកចូលភាគខាងកើតមានលក្ខណៈសំណង់ស្ថាបត្យកម្មបែបព្រៃក្មេងនៅចន្លោះកំផែងខាងក្រៅនិងកំផែងខាងក្នុងនៅទិសឦសាននៃតួប៉មកណ្ដាលក្បែរកំផែងខាងក្រៅមានស្រះបុរាណមួយដែលមានរាង4ជ្រុងទ្រវែងដែលមានបណ្ដោយ42.10ម៉ែត្រនិងទទឹង34.20ម៉ែត្របាតស្រះក្រាលទៅដោយថ្មបាយក្រៀមបាតក្រោមមានកាំចណ្តើរព័ទ្ធជុំវិញជាថ្នាក់ហើយនៅខាងត្បូងឃើញមានកាំចណ្តើរតូចៗធ្វើអំពីថ្មភក់សម្រាប់ធ្វើពិធីសាសនាផ្សេងនិងបច្ចុប្បន្ននេះស្រះនេះរីងស្ងួតអស់នៅរដូវប្រាំងប្រាសាទភាគច្រើនសង់អំពីឥដ្ឋហើយខ្លះក៏ធ្វើអំពីថ្មបាយក្រៀមនិងផ្នែកលម្អស្ថាបត្យកម្មដូចជាមេទ្វារផ្តែរទ្វារជណ្ដើរសសរពេជ្រធ្វើអំពីថ្មភក់ដែលមួយចំនួនធំសង់នៅសម័យមុនសម័យអង្គរប្រាសាទតោគឺជាក្រុមប្រាសាទដែលនៅកណ្ដាលក្នុងតំបន់សម្បូរព្រៃគុកកំពែងខាងក្រៅមានប្រវែង200ម៉ែត្រ4ជ្រុងតែត្រូវដួលរលំបាក់បែកមួយផ្នែកធំរីឯកំពែងខាងក្នុងក៏មានស្ថានភាពបាក់បែកផងដែរដែលមានប្រវែង150ម៉ែត្រ4ជ្រុងជញ្ជាំងខាងក្នុងលម្អដោយក្បាច់សសរផ្អោបជ្រុងរៀបជារាងសាជីជ្រុងដែលសពថ្ងៃឃើញមានសេះសល់ស្នាមទឹកពណ៌ដែលគេលាបជាប់ជញ្ជាំងផ្នែកដំបូលខាងក្នុងគេរៀបជាថ្នាក់រាងកោងត្រង់ស្ដួចចុងប៉ះគ្នានៅផ្នែកខាងលើដែលមានកំពូលធ្វើអំពីថ្មភក់តែសពថ្ងៃកំពូលប្រាសាទធ្វើអំពីថ្មភក់នេះបានជ្រុះធ្លាក់មកក្រោមឲ្យហើយនៅខាងមុខខាងកើតគេរៀបក្បាលជណ្ដើរអមសងខាងខឿនយ៉ាងខ្ពស់ភ្ជាប់បដិមាតោមួយគូកម្មចណ្ដើរ7កម្មទ្រនាប់ចណ្ដើរ1ចម្លាក់តោនៅទីនេះចំនួនសរុប6ពលគឺគេដាក់នៅមុខទ្វារចូលទិសខាងកើតមុខទ្វារបញ្ឆោតទិសខាងជើងនិងមុខទ្វារបញ្ឆោតទិសខាងត្បូងប៉ុន្តែនៅទិសខាងលិចពុំមានឡើយបដិមាតោចំនួន3គេយកទៅរក្សាទុកនៅសារមន្ទីរខេត្តតែបដិមាតោមួយបាត់បង់ទៅហើយបដិមាតោនេះមានលក្ខណៈស្រដៀងតោនៅប្រាសាទថ្មដាប់លើភ្នំគូលែនហើយស្ថិតក្នុងរចនាបថគូលែនចុងសតវត្សទី8ចម្លាក់តោទាំងអស់មានមាត់បើកធំធ្មេញសំប៉ែតភ្នែកបើកសម្លឹងមើលទៅមុខរោមរួញសំពងធំជាងខ្លួនកន្ទុយដាក់សន្លឹងរហូតដល់ក្បាលជើងទាំង4នឹងថ្កល់ឥតចលនានិងដងខ្លួនមិនសមសមាមាត្រនឹងខ្លួនគឺក្បាលធំជាងដងខ្លួនតែសិល្បករឆ្លាក់យ៉ាងផ្ចិតផ្ចង់ហើយជាងមានរាងដូចក្រចកសេះដែលមានលម្អក្បាច់ផ្សេងតែសពថ្ងៃនេះរបេះក្បាច់អស់ហើយ
នៅអមសងខាងទ្វារចូលនីមួយនិងនៅតាមជ្រុងជញ្ជាំងទំនងជាមានលម្អដោយក្បាច់ផ្សេងដូចតួប៉មដទៃទៀតដែរតែបច្ចុប្បន្នបានរបេះជ្រុះធ្លាក់មកក្រោមអស់ហើយចន្លោះសសរផ្អោបនីមួយនៅលើជញ្ជាំងប្រាសាទមានលម្អចម្លាក់វិមានអណ្ដែតក្នុងទិសមានចំនួន2ចម្លាក់វិមានអណ្ដែតនីមួយគេលម្អជា3ថ្នាក់ដែលថ្នាក់ខាងក្រោមមានបន្ទះថ្មភក់ស្ដើងមួយទ្រពីក្រោមជំនួសរូបចម្លាក់សត្វទេវកថាដូចជាគេធ្លាប់ឆ្លាក់នៅប្រាសាទដទៃទៀតក្នុងតំបន់សម្បូរព្រៃគុកហើយបង្ហាញពីការវិវត្តមួយបែបនៃចម្លាក់វិមានអណ្ដែតនៅសម័យមុនអង្គរដោយឡែកផ្តែរទ្វារតួប៉មនេះមានគ្រប់ទិសទាំង4ផ្តែរទ្វារខាងកើតទំនងឆ្លាក់មិនទាន់ហើយនោះទេដែលមានក្បាច់បន្ទាត់ធ្នូរាងត្រង់ខាងចុងមានក្បាលមកបែរមុខចេញក្រៅក៏ឆ្លាក់មិនទាន់ហើយដែរនិងផ្នែកខាងក្រោមជារំយោលផ្កាឬរំអងមាលាផ្តែរទ្វារខាងជើងនិងខាងត្បូងមានលក្ខណៈដូចគ្នាដោយនៅខាងចុងផ្តែរទាំងសងខាងនេះមានលម្អជាស្លឹកឈើក្បាច់បន្ទាត់ធ្នូដែលមានរាងត្រង់លម្អស្លឹកឈើដឹងរៀបគ្នាចំនួន5ហើយនៅខាងក្រោមមានលម្អជារំយោលផ្កាឬរំអមាលាដែលទ្វារខាងជើងនិងខាងត្បូងស្ថិតនៅចុងរចនាបថព្រៃក្មេងចំណែកផ្តែរទ្វារខាងលិចមានក្បាច់រំដួលឆ្លាក់រំយោលចុះមកខាងក្រោមដែលផ្នែកខាងចុងនៃបន្ទាត់ធ្នូមានរាងកោងវងចូលក្នុងដោយក្បាច់គូតខ្យងផ្នែកខាងលើនិងខាងក្រោមផ្តែរលម្អជាស្លឹកផ្កានិងរំយោលឬលម្អមាលាផ្តែរខាងលិចមានក្បាច់លម្អជាទូទៅដូចផ្តែរនៅប្រាសាទអង្គរប្រាសាទដែលមានលក្ខណៈជិតចូលដល់រចនាបថគូលែនដែរប្រាសាទតោទំនងចាប់ផ្ដើមកសាងឡើងនៅចុងសតវត្សទី7រវាងរជ្ជកាលព្រះបាទជ័យវរ្ម័នទី1និងបានសាងបដិមាតោបញ្ចប់នៅចុងសតវត្សទី8ក្នុងរវាងរជ្ជកាលព្រះបាទជ័យវរ្ម័នទី2ដើម្បីឧទ្ទិសទៅដល់ព្រាហ្មណ៍សាសនានិងព្រះឥសូរជាបន្តសូមគោរពនឹងជម្រាបសួរលោកគ្រូនិងសួស្តីទៅកាន់រូបសាស្ត្រទាំងអស់គ្នាខ្ញុំបាទឈ្មោះអូនចិត្តដែលជាសមាជិកនៃក្រុមទី8ថ្ងៃនេះខ្ញុំបានធ្វើការបកស្រាយទាក់ទងទៅនឹងសសរពេជ្រនៃប្រាសាទតោបាទមុននឹងឈានទៅដល់ការបកស្រាយសសរពេជ្រនៃប្រាសាទតោគឺខ្ញុំបាទសូមបញ្យល់នៅពាក្យសសរពេជ្រជាមុនសិនពីព្រោះអីពីព្រោះដើម្បីយើងងាយស្រួលក្នុងការដឹងថាប្រាសាទពេជ្រហ្នឹងគេសាងសង់មិនគេធ្វើមិនហើយមូលហេតុអីបានជាគេបង្កើតសសរពេជ្រហ្នឹងឡើងមកបាទតែតទៅនឹងសសរពេជ្រនេះផងដែរគឺជាសសរមួយដែលសំខាន់នៅក្នុងស្ថាបត្យកម្មខ្មែរវាជាផ្នែកសំណង់មួយដែលមានការរចនាយ៉ាងល្អិតល្អន់ដើម្បីយកមកប្រើប្រាស់ហើយការប្រើប្រាស់គឺវាប្រើប្រាស់បែបទូលំទូលាយចាប់តាំងពីសតវត្សទី6រហូតដល់សតវត្សទី9នៃគ្រិស្តសករាជនៅក្នុងស្ថាបត្យកម្មខ្មែរគឺសសរពេជ្រហ្នឹងគឺគេត្រូវបានប្រើប្រាស់ជាឧបករណ៍សំខាន់មួយសម្រាប់សម្គាល់ការបរិច្ឆេទនៃប្រាសាទនិងរចនាបថវាគឺថ្មីផ្លែកទៅតាមសម័យកាលនីមួយគេសាងសង់សសរពេជ្រនឹងឡើងគឺគេដាក់ទីមួយគឺដាក់នៅមាត់ទ្វារចូលហើយទៅទៀតគឺជួនកាលគេអាចដាក់នៅតាមមាត់ទ្វារបញ្ឆោតដើម្បីមាត់ទ្វារបញ្ឆោតហ្នឹងគឺដើម្បីធ្វើឲ្យវាមានរចនាលម្អវាកាន់តែស្អាតហើយគឺការតបទៀតគឺការត្រផ្ដែឬក៏ជាហោជាងនឹងផងដែរសសរពេជ្រនៅក្នុងស្ថាបត្យកម្មខ្មែរគឺគេធ្វើអំពីថ្មភក់ប៉ុន្តែវាក៏អាចទៅជាឥដ្ឋផងដែរដែលគេលាយជាមួយនឹងកំបោរបាយអផងដែររចនានៃសសរពេជ្រហ្នឹងគឺវាមានការសាងសង់មានលក្ខណៈខុសៗគ្នាទៅតាមសម័យកាលនីមួយដូចជាសសរពេជ្រនៅក្នុងរចនាបថសម័យអង្គរគឺវាមានការផ្លាស់ប្ដូរអញ្ចឹងហើយយើងមកមើលសសរពេជ្រនៅក្នុងប្រាសាទតោផងដែរយើងឃើញមានសសរមាននៅមុខនិងទ្វារបញ្ឆោត
ហើយយើងឃើញមានសសរពីរដើមហើយមានយើងក៏លេខទៅខាងលើយើងមានឃើញមានផ្ដែដែលជាសសរពេជ្រហ្នឹងគឺសម្រាប់ត្រផ្ដែនឹងផងដែរយើងក៏លេខទៅមើលរចនាបថនៃសសរពេជ្រនៃប្រាសាទតយើងឃើញមានការធ្វើដូចជាគូតក្អមផងដែរអ្នកគ្នាឃើញមានការសាងសង់គឺមានលក្ខណៈមូលហើយក៏មានលក្ខណៈដូចជាគូតក្អមអ្នកទាំងអស់គ្នាប្រហែលជាស្គាល់គូតក្អមហើយមើលទៅសរុបសេចក្តីប្រាសាទតោគឺជាក្រុមប្រាសាទដែលស្ថិតនៅកណ្ដាលចន្លោះក្រុមប្រាសាទសម្បូរនិងក្រុមប្រាសាទយាយព័ន្ធនៃតំបន់ប្រាសាទសម្បូរព្រៃគុកប្រាសាទតោកសាងឡើងនៅសម័យអង្គរដោយព្រះបាទជ័យវរ្ម័នទី2នៅក្នុងសតវត្សទី8ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាប្រាសាទតោគឺជាក្រុមប្រាសាទដែលនៅកណ្ដាលក្នុងតំបន់សម្បូរព្រៃគុកប្រាសាទនេះមានកំពែងព័ទ្ធជុំវិញចំនួន2ជាន់កំពែងខាងក្រៅមានប្រវែង200ម៉ែត្រ4ជ្រុងតែត្រូវដួលរលំបាក់បែកមួយផ្នែករីឯកំពែងខាងក្នុងក៏មានស្ថានភាពបាក់បែកផងដែរដែលមានប្រវែង150ម៉ែត្រ4ជ្រុងក្រុមប្រាសាទតោទាំងនេះតួប៉មចំនួន43ប្រាសាទប៉ុន្តែសពថ្ងៃមានចំនួនតែមួយប្រាសាទដែលមានរូបរាងគឺប្រាសាទតោនេះតែម្ដងហើយប្លង់ប្រាសាទតោសរុបមានចំនួន43ក្នុងនោះមានប្រាសាទនៅល្អទាំងស្រុងមានចំនួន1នៅល្អពាក់កណ្ដាលមានចំនួន6និងស្ថិតនៅក្រោមពាក់កណ្ដាលចំនួន36ក្រុមប្រាសាទនេះហ៊ុំព័ទ្ធដោយកំពែង2ជាន់ដែលកំពែងទី1កំពែងខាងក្រៅមានបណ្ដោយ328ម៉ែត្រទទឹង310ម៉ែត្រកំពែងទី2កំពែងខាងក្នុងសាងសង់លើផ្ទៃដីរាប4ជ្រុងទ្រវែងមានបណ្ដោយ172ម៉ែត្រទទឹង160ម៉ែត្រដែលមានច្រកទ្វារចូលទៅទិសខាងកើតនិងទិសខាងលិចធ្វើអំពីឥដ្ឋភ្ជាប់គ្នាដោយកំពែងថ្មបាយក្រៀមដោយជញ្ជាំងខាងក្នុងលម្អទៅដោយក្បាច់សសរផ្អោកជ្រុងរៀបជ្រុងដែលសពថ្ងៃឃើញមាននៅសេសសស្នាមទឹកពណ៌ដែលគេលាបជាប់ជញ្ជាំងហើយផ្នែកខាងក្នុងគេរាប់ជាថ្នាក់រាងកោងត្រង់ដូចចង់ប៉ះគ្នានៅនឹងផ្នែកខាងក្នុងលើដែលមានកំពូលធ្វើអំពីថ្មភក់ដែលសពថ្ងៃកំពូលប្រាសាទធ្វើអំពីថ្មភក់នេះបានឆ្លាក់មកក្រោមអស់ហើយចម្លាក់តោគឺគេដាក់នៅមុខទ្វារចូលទឹកខាងកើតមុខទ្វារបញ្ចោតគឺខាងជើងនិងមុខទ្វារទិសបញ្ចោតគឺខាងត្បូងប៉ុន្តែនៅទិសខាងលិចពុំមាននោះឡើយបដិមាតោចំនួន3គេយកទៅរក្សាទុកនៅក្នុងសារមន្ទីរតែបដិមាតោមួយបាត់បង់ទៅហើយដែរអ្នកប្រវត្តិសាស្ត្រដ៏ល្បីល្បាញមួយរូបគឺលោក Philipston ដែលស្ថិតនៅក្នុងអន្តរកាលរវាងចុងរចនាបថកំពង់ព្រះនិងដើមរចនាបថគូលែនចុងសតវត្សទី8ដែលដើមសតវត្សទី9ទំនងចុងរាជការព្រះបាទជ័យវរ្ម័នទី1ប្រសិនបើការស្នើឡើងរបស់អ្នកប្រាជ្ញទាំង3មកពិចារណាឡើងវិញយើងអាចសន្និដ្ឋានថាប្រាសាទតោទំនងចាប់ផ្ដើមកសាងនៅចុងសតវត្សទី7រវាងរជ្ជកាលព្រះបាទជ័យវរ្ម័នទី1និងកសាងបដិមាតោបញ្ចប់នៅចុងសតវត្សទី8ក្នុងរវាងរជ្ជកាលព្រះបាទជ័យវរ្ម័នទី2ទូទស្សន៍ដល់ព្រហ្មញ្ញសាសនានិងនិកាយព្រះវិសុទ្ធ